បាទសូមជម្រាបសួរបងប្អូនលោកពូនអមីលោកតាលោកយាយនិងលោកអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅថ្ងៃនេះខ្ញុំបាទសៀងតារាសូមចូលមកនិយាយរឿងមួយបាទតាក់ទងទៅនឹង YouTube ខ្ញុំបាទឃើញថាប្រហែលថ្ងៃនេះបងប្អូនជាច្រើនពូមីងលោកតាលោកយាយដែលតែងតែទស្សនាតាមរយៈ YouTube របស់ខ្ញុំបាទកន្លងទៅដូចជាតាមរយៈ YouTube សេងតារា6 3ដងសេងតារា7 3ដងដែលខ្ញុំអត្ថាធិប្បាយបទចម្រៀងប្រវត្តិកវីនិពន្ធតន្ត្រីករហើយនឹងសេងតារា collection ដែលខ្ញុំបង្ហាញអំពីសកម្មភាពនៃការស្រាវជ្រាវសម្ភាសរៀមច្បងសិល្បករសិល្បករនីខាងអាយ៉ៃមហោរីដូចជាលោកព្រំម៉ាញលោកយាយណយសំណាងអ្នកស្រីអុកសុផាអ្នកស្រីប៉ក់សមលជាដើមហើយនឹងវីដេអូតាក់ទងទៅនឹងការស្រាវជ្រាវរបស់ខ្ញុំផ្សេងទៀតហើយបងប្អូនបានឆាតមកសួរថាហេតុអីក៏បាត់ទៅណាអស់បាត់ YouTube ទាំងអស់ហ្នឹងបាត់វីដេអូទាំងអស់ហ្នឹងបាទខ្ញុំសូមបញ្ជាក់ថាកាលពីប្រហែលថ្ងៃមុនបើនិយាយពីថ្ងៃខ្ញុំផុសនេះគឺប្រហែលជាមួយអាទិត្យមុនគឺ YouTube ខ្ញុំបាទទាំងប្រហែលហ្នឹងបាទ6 7ប៉ុសឬក៏6 7 channel ហ្នឹងគឺត្រូវបានគេចូលមក report ហើយខូចអស់ទៅហើយបាទខ្ញុំមិនដឹងថាខាងណាគេអ្នកចូលមក report ហើយបំផ្លាញ YouTube របស់ខ្ញុំទាំងអស់ហ្នឹងទេហើយអញ្ចឹងទៅបានជាបងប្អូនលេងបានឃើញ YouTube ទាំងអស់ហ្នឹងបាទទាំង YouTube ខ្ញុំបង្ហាញប្រវត្តិអ្នកចម្រៀងតន្ត្រីករកវីនិពន្ធជំនាន់ដើមទាំង YouTube និយាយពីប្រវត្តិសាស្ត្រសកលលោកប្រវត្តិសាស្ត្រខ្មែរហើយនឹង YouTube បង្ហាញពីប្រវត្តិអ្នកចម្រៀងទសវត្សរ៍ទី80ទី90ហើយនឹង YouTube តាក់ទងទៅនឹងការសម្ភាសសិល្បករសិល្បករនីបុរាណខាងផ្នែកអាយ៉ៃចបៃដងវែងជាដើមគឺបាត់ទាំងអស់អញ្ចឹងថ្ងៃនេះខ្ញុំចូលមកប្រាប់បងប្អូនអ្នកស្ដាប់ទាំងអស់ថារឿងរ៉ាវទាំងអស់នោះគឺដោយសារតែមានគេចូលមក report ហើយបំផ្លាញហើយក៏ខូចអស់ទៅណាបងប្អូនបាទអញ្ចឹងខ្ញុំចូលមកនេះគឺចង់ប្រាប់ដំណឹងតាក់ទងទៅនឹងរឿងហ្នឹងប៉ុន្តែទោះបីជាមានការព្យាយាមធ្វើឲ្យ YouTube របស់ខ្ញុំខូចម្ដងជា2ដងក៏ដោយក៏ខ្ញុំនៅតែមិនបោះបង់ការងារស្រាវជ្រាវរបស់ខ្ញុំទីឥឡូវខ្ញុំបានបង្កើត YouTube ថ្មីបន្តបន្ទាប់ឡើងវិញហើយដើម្បីយកវីដេអូដែលខ្ញុំសម្ភាសស្រាវជ្រាវកន្លងទៅមកបង្ហាញជូនមកដាក់ជូនឲ្យបងប្អូនបានទស្សនាជាថ្មីអញ្ចឹងក្នុងឱកាសនេះគឺខ្ញុំសូមចាត់បងប្អូនទាំងអស់គ្នាដើម្បីឲ្យការងារខ្ញុំបានដំណើរការឡើងវិញគឺពឹងបងប្អូនទាំងអស់គ្នាមិនអស់លុយមិនអស់កាក់ទីបាទគឺគ្រាន់តែជួយចុច Subscribe YouTube ថ្មីរបស់ខ្ញុំនេះឡើងវិញដែលខ្ញុំបានបង្កើត4ឥឡូវបានបង្កើត4ឡើងវិញដើម្បីដាក់ទៅតាមប្រភេទនៃការងាររបស់ខ្ញុំដូចជាតាក់ទងទៅនឹងការស្រាវជ្រាវប្រវត្តិអ្នកចម្រៀងតន្ត្រីករខាងចម្រៀងសម័យខ្ញុំដាក់មួយទៅហើយការស្រាវជ្រាវការសម្ភាសតាក់ទងនឹងសិល្បករសិល្បករនីបុរាណដូចជាអាយ៉ៃចបៃដងវែងជាដើមហ្នឹងខ្ញុំដាក់មួយ channel ទៀតហើយតាក់ទងទៅនឹងប្រវត្តិអ្នកចម្រៀងទសវត្សរ៍ទី80ទី90គឺចំនួនក្រោយខ្មែរក្រហមខ្ញុំដាក់មួយប៉ុស្តិ៍ទៀតហើយតាក់ទងទៅនឹងប្រវត្តិសាស្ត្រខ្មែរក៏ខ្ញុំបានបង្កើត YouTube ដាក់ថ្មីផងដែរអញ្ចឹងឱកាសនេះខ្ញុំគ្រាន់តែសូមចាត់បងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងហើយតាមដានរាល់សកម្មភាពនៃការស្រាវជ្រាវរបស់ខ្ញុំបាទគឺសូមជួយចុច Subscribe YouTube ទាំង4នេះឡើងវិញដែលខ្ញុំទើបតែបង្កើតថ្មីហើយខ្ញុំនឹងបង្ហាញនៅវីដេអូថ្មីជាបន្តទៀតអញ្ចឹងក្នុងឱកាសនេះគឺបងប្អូនសូមជួយចុច Subscribe ម្នាក់មួយជាថ្មីណាឥឡូវខ្ញុំសូមបង្ហាញបងប្អូនរបៀបចូលចុច Subscribe អញ្ចឹងបងប្អូនសូមទស្សនាការបង្ហាញរបស់ខ្ញុំជាបន្តបន្ទាប់នេះហើយធ្វើតាមខ្ញុំបាទទៅបាទគ្រាន់តែជួយចុច Subscribe YouTube ទាំង4នេះគឺបងប្អូននឹងបានឃើញវីដេអូប្រហែលដែលខ្ញុំសម្ភាសកន្លងទៅបានឃើញឡើងវិញហើយសកម្មភាពនៃការស្រាវជ្រាវថ្មីក៏ខ្ញុំដាក់បង្ហាញជូនផងដែរតោះឥឡូវខ្ញុំបង្ហាញជូនរបៀបនៃការចុច Subscribe ទាំងអស់គ្នាណាបងប្អូនបាទតោះទស្សនាទាំងអស់គ្នាបាទបងប្អូនឥឡូវខ្ញុំសូមបង្ហាញរបៀបចូលចុច Subscribe YouTube ខ្ញុំបាទបងប្អូនឥឡូវយើងយកទូរស័ព្ទមកម្នាក់មួយរៀងខ្លួនណាហើយយើងនៅលើអេក្រង់ទូរស័ព្ទយើងហ្នឹងនេះយើងចុចលើពាក្យ YouTube បាទយើងចុចទៅគឺមាន YouTube ច្រើនអញ្ចឹងដើម្បីចូលទៅចុច Subscribe YouTube ខ្ញុំដែលទើបតែបង្កើតថ្មីបាទយើងចុចទៅគឺចូល YouTube ហ្នឹងមានពាក្យកន្លែងស្វែងរកឬបាទវាលោតជាភាសាអង់គ្លេសគឺ search អញ្ចឹងយើងនេះ
កន្លែងនេះគឺយើងដាក់មកសេងតារាបាទសេងតារាបាទសេងតារាណាវាយឈ្មោះខ្ញុំជាភាសាអង់គ្លេសមកបាទសេងតារាហើយវាយលេខ6 3ដង1 2 3អាហ្នឹងខ្ញុំទៅបង្កើតថ្មីបាទសេងតារា6 3ដងហើយដើម្បីកុំឲ្យជន់អាចាស់ខ្ញុំដាក់លេខបូកនៅកតុយនេះសេងតារា6 3ដងហើយដាក់លេខបូកនៅកតុយទៅហើយយើងចុចលើពាក្យថា search អញ្ចឹងវាលោតចេញមកបាទបងប្អូនឃើញច្រើនណាស់ហូសេងតារាច្រើនណាស់ប៉ុន្តែយើងដាក់លេខបូកនៅកតុយបាទសេងតារា6 3ដងបាទចេញចុចមកយើងនឹងឃើញនេះមានឈ្មោះខ្ញុំសេងតារា6 3ដងហើយលេខបូកកតុយបាទហើយចុចមកឃើញរូបខ្ញុំនេះបាទឃើញទេនេះរូបខ្ញុំជាប់ឆ្កានេះខ្ញុំទៅបង្កើតថ្មីហើយយើងចុចជាវនេះបើសិនជាយើងអត់ទាន់ចុចវាលូតខ្មៅអញ្ចឹងឬក៏ទូរស័ព្ទខ្លះលូតមកក្រហមហើយបើជាភាសាខ្មែរវាដាក់ថាជាវបើជាភាសាអង់គ្លេសដាក់ថាចុច subscribe វាដាក់ថា subscribe អញ្ចឹងបងប្អូនគ្រាន់តែចុចជាវនឹងមកគឺបានបាត់ឃើញទេបាទដាក់ថាបានជាវតែបើភាសាអង់គ្លេសវាលូតថា subscribe អញ្ចឹងបានចុច subscribe នឹងមួយម្នាក់មកបាទតែប៉ុណ្ណឹងទេបាទហើយមួយទៀតបាទអញ្ចឹងសេងតារា6 3ដងនេះគឺខ្ញុំបានបង្ហោះវីដេអូជាច្រើនតាក់ទងនឹងការស្រាវជ្រាវរបស់ខ្ញុំកន្លងទៅណាតាក់ទងទៅនឹងការសម្ភាសស្រាវជ្រាវប្រវត្តិអ្នកចម្រៀងកវីនិពន្ធជំនាន់មុននេះជា YouTube ទី1ដែលខ្ញុំបង្កើតមុនគេបាទ YouTube ទី1ដែលខ្ញុំបង្កើតមុនគេអញ្ចឹងបងប្អូន complete ណានេះសេងតារា6 3ដងហើយលេខបូកកតុយហើយចុច subscribe នេះបងប្អូនណានេះកន្លែង subscribe នេះនៅពេលដែលយើងមិនទាន់ចុចវាលូតមកអញ្ចឹងណាវាលូតមកអញ្ចឹងទេអញ្ចឹងដើម្បីចុច subscribe យើងក៏ចុចពីលើវាទៅបាទបានបាត់ទេតែប៉ុណ្ណឹងគឺបានបាត់សេងតារា6 3ដងហើយលេខបូកកតុយអញ្ចឹងជួយចុច subscribe YouTube នឹងម្នាក់មួយណាបាទនេះរូបរបស់ខ្ញុំទៅបង្កើតថ្មីបាទនេះទី1ហើយ YouTube ទី2បាទ YouTube ទី2គឺខ្ញុំស្រាវជ្រាវតាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិសិល្បករពីដើមខាងបុរាណគឺពីមុនខ្ញុំដាក់សេងតារា collection ឥឡូវក៏ខ្ញុំបង្កើតថ្មីដាក់សេងតារា collection ផងដែរនេះវាយឈ្មោះខ្ញុំមកសេងតារាហើយ collection នេះ collection បាទ CO ទៅហើយអក្សរ L 2ដងបាទអក្សរ L 2ដង collect សេត្រូវបងប្អូនណា collection បាទអ្នកជាអង់គ្លេសស្រួលទេបាទសេងតារា collection បាទបងប្អូនឃើញទេបាទសេងតារា collection ហើយដាក់លេខបូកកតុយដែរព្រោះខ្ញុំដាក់ទៅកុំឲ្យជន់អាចាស់ដែលវាខូចអញ្ចឹងនេះដាក់លេខបូកកតុយមកបាទសេងតារា collection នេះលេខបូកហើយបងប្អូនអូសមកបាទតើសេងតារា collection នៅណាហើយលេខបូកកតុយនេះនិយាយខ្ញុំទៅបង្កើតថ្មីបងប្អូនសេងតារា collection នេះហើយរូបខ្ញុំទៅបង្កើតថ្មីមើលតាម profile រូបថតទៅបាទឃើញទេសេងតារា collection អញ្ចឹងនៅកន្លែងនេះបើសិនជាយើងមិនទាន់ចុចបាទនេះកន្លែងជាវនេះអាហ្នឹងបើជាភាសាខ្មែរទូរស័ព្ទខ្លះលោតជាភាសាខ្មែរទូរស័ព្ទខ្លះលោតជាភាសាអង់គ្លេសអញ្ចឹងឃើញសេងតារា collection នេះបូក complete ដាក់លេខបូកបើយកដាក់លេខបូកទេវាជន់ឈ្មោះផ្សេងពីមុនអញ្ចឹងបងប្អូនដាក់សេងតារា collection ហើយបូកបាទមានលេខបូកនៅកតុយហើយយើងឃើញថាជាវបាទវាលោតមកផុសច្បាស់ហ្នឹងយើងចុចលើពាក្យជាវទៅបើសិនជាទូរស័ព្ទខ្លះលោតជាភាសាអង់គ្លេសគឺ subscribe អញ្ចឹងបងប្អូនចុចបាទចុចតែប៉ុណ្ណឹងទៅបាទខ្ញុំសូមឲ្យជួយតែប៉ុណ្ណឹងទីណាបាទអញ្ចឹងនេះជា channel ទី2សេងតារា collection បាទលោកដាក់ឃើញទេខ្ញុំដាក់រូបលោកព្រំម៉ាញអ្នកស្រីប៉ាក់សំអល់ហើយអ្នកស្រីសារ៉ាំប៉ាក់អ្នកស្រីអុកសុផាតំណាង YouTube នេះបង្ហាញអំពីសិល្បករខាងផ្នែកបុរាណអាយ៉ៃចប៉ីហើយនឹងល្ខោនបាសាក់ជាដើមបាទអញ្ចឹងនេះជា YouTube ទី2បងប្អូនចំណាំទុកឲ្យជួយចុច subscribe ណាបងប្អូនបាទជួយចុច subscribe ម្នាក់មួយបាទនេះជា YouTube ទី2អញ្ចឹងខ្ញុំសុំតែប៉ុណ្្នឹងទេជួយចុច subscribe ម្នាក់មួយបាទហើយ YouTube ទី3បាទសូមពឹងពី3 channel ណាហើយ YouTube ទី3គឺខ្ញុំដាក់ថាសេងតារាតែយើងវាយតែម្ដងទៅវាចេញសេងតារានឹងសេងតារាបាទនេះសេងតារា1000បាទ1908នេះយើងសរសេរជាលេខ
លេខបារាំង1908នេះហើយតែពេលវាយនេះចេញបាទនេះYouTube ទី3គឺសេងតារា1908គឺ YouTube ប៉ុសនេះខ្ញុំដាក់ប្រវត្តិអ្នកចម្រៀងទសវត្សរ៍ទី80ទី90ហើយនឹងប្រវត្តិតារាភាពយន្តជា YouTube ទី3បាទបងប្អូនចុចទៅឃើញរូបខ្ញុំបាទនេះជា YouTube ទី3ត្រូវចំណាំរូបបងប្អូនចំណាំរូបនឹងចូលចុច Subscribe ហើយ YouTube ទី3នេះគឺខ្ញុំនិយាយពីប្រវត្តិអ្នកចម្រៀងកវីនិពន្ធនៅទសវត្សរ៍ទី80មានដូចជាលោកកៅសារ៉ាត់លោកឈួយសុភាពលោកប៊ុនច័ន្ទថនហួរឡាវីហើយនឹងតកតូននឹងការស្រាវជ្រាវផ្សេងទៀតអញ្ចឹងនៅពេលចូលមកដល់ហ្នឹងបងប្អូននឹងឃើញបងប្អូនអត់ទាន់ចុច Subscribe គឺវាលោតពាក្យ Subscribe ខ្មៅអញ្ចឹងហើយទូរស័ព្ទខ្លះអាចលោតពណ៌ក្រហមហើយបើជាភាសាអង់គ្លេសវានឹងលោតពាក្យថា Subscribe បើភាសាខ្មែរវាដាក់ថាជាវអញ្ចឹងបងប្អូនចុចលើពាក្យជាវហ្នឹងទៅបាទតែប៉ុណ្ណឹងបាទអញ្ចឹងនេះជា YouTube ទី3បាទ YouTube ទី3គឺសេងតារា1980ហើយបងប្អូនជួយចុច Subscribe YouTube ថ្មីដែលទើបបង្កើតនេះឡើងវិញសេងតារាបាទសេងតារា1980អញ្ចឹងបងប្អូនជួយចុច Subscribe ម្នាក់មួយបាទហើយនេះជា YouTube ទី3ណាសេងតារា1980ហើយ YouTube ទី4បាទរំខានបងប្អូនបន្តិចបាទ YouTube ទី4គឺបាទ YouTube ទី4បងប្អូនដាក់សេងតារាផងដែរបាទដាក់សេងតារាហើយដាក់លេខ7 3ដងបាទលេខ7 3ដងបាទ7 3ដងណាបងប្អូនបាទសេងតារា7 3ដងហើយសរសេរទៀតភាសាអង់គ្លេស J បាទ General ចង់បានន័យថាចំណេះដឹងទូទៅហើយអក្សរ B បាទសេងតារាបាទបងប្អូនវាយអញ្ចឹងណាសេងតារា7 3ដងអក្សរ B ហើយយើងចុចទៅពាក្យ search បាទឃើញទេអញ្ចឹងចេញតែទូរស័ព្ទខ្លះវាយទៅមិនទាន់ចេញអញ្ចឹងទេតើបងប្អូនរើសមើលតែរើសមើលចំណាំនេះជារូបថតខ្ញុំមុនដំបូងពេលវាយដំបូងគឺបញ្ចេញរូបនេះបាទបងប្អូនចេញរូបនេះទេបាទចេញរូបពណ៌ខៀវបៃតងណាបាទប៉ុន្តែដល់ពេលដែលយើងចុចលើរូបហ្នឹងវានឹងចេញរូបនេះវិញអញ្ចឹងចុចលើ profile ទៅឃើញបាទឃើញហើយសេងតារាបងប្អូនចំណាំណាសេងតារា7 3ដងហើយជា General B ព្រោះថាអាចាស់ដែលវាខូចគឺសេងតារា7 3ដងជា General ទៅទីអញ្ចឹងដើម្បីកុំឲ្យជន់អាចាស់ខ្ញុំដាក់អក្សរ B កតុយបាទអញ្ចឹងសេងតារា7 3ដង General អញ្ចឹងកន្លែងនេះបាទកន្លែងនេះពេលបងប្អូនទើបឆែកឃើញដំបូងវានឹងលោតពាក្យថាជាវបើភាសាអង់គ្លេសគឺវាលោតពាក្យថា Subscribe នេះកន្លែងនេះគឺ Subscribe បើភាសាខ្មែរគឺជាវអញ្ចឹងគឺខ្ញុំគ្រាន់តែសូមឲ្យបងប្អូនជួយជាវបាទចុចមកបាទចុចទៅជាវមកគឺជាប់ហើយថ្ងៃក្រោយបាទស្អែកឡើងខាងស្អែកពេលដែលខ្ញុំផុសវីដេអូថ្មីគឺវាលោតនៅលើអេក្រង់ទូរស័ព្ទបងប្អូនទាំងអស់គ្នាតែម្ដងណាហើយដើម្បីមើលវីដេអូទាំងអស់បងប្អូនជួយពាក្យវីដេអូនេះទៅបាទចុចទៅគឺមកទៅខ្សែបាទបងប្អូនចុចលើពាក្យវីដេអូទីវាឃើញតែវីដេអូមកផ្ទាំងលឺនេះទីអញ្ចឹងដើម្បីចុចរកវីដេអូដែលខ្ញុំបង្ហោះកន្លងទៅគឺបងប្អូនចុចលើពាក្យវីដេអូបាទភាសាខ្មែរដាក់វីដេអូភាសាអង់គ្លេសទូរស័ព្ទខ្លះលោតភាសាអង់គ្លេសក៏មានពាក្យថាវីដេអូផងដែរអញ្ចឹងនេះជា YouTube ទី4បាទសេងតារា7 3ដង General B អញ្ចឹងYouTube ទី4នេះគឺខ្ញុំបង្ហាញពីប្រវត្តិសាស្ត្រសកលលោកនិងប្រវត្តិសាស្ត្រខ្មែរអញ្ចឹងបងប្អូនគ្រាន់តែជួយចុចឈៀវឡើងហ្នឹងទេណាបងប្អូនបាទអញ្ចឹងបញ្ជាក់ឡើងវិញ YouTube ដែលខ្ញុំបង្កើតថ្មីគឺមាន4ទី1គឺសេងតារា6 3ដងបាទសេងតារា6 3ដងហើយលេខបូកបាទនេះបងប្អូនសូមជួយចុច Subscribe ម្នាក់មួយណាសេងតារា6 3ដងហើយលេខបូកនេះបងប្អូនណាបាទនេះគឺតកតងនឹងការស្រាវជ្រាវអំពីប្រវត្តិអ្នកចម្រៀងកវីនិពន្ធតន្ត្រីករជំនាន់លោកស៊ីនស៊ីសមុទ្រខ្ញុំចែកជាផ្នែកដើម្បីកុំឲ្យវាច្រឡំវីដេអូណាអញ្ចឹងនេះជា YouTube ទី1ដែលខ្ញុំបង្កើតឡើងវិញសេងតារា6 3ដងហើយលេខបូកហើយទី2បាទគឺសេងតារា Collection បាទនេះសេងតារា Collection ហើយលេខបូកកុំភ្លេចតែលេខបូកបងប្អូនបាទ
ហើយបើសិនជាបងប្អូនអត់ឃើញលេខបូកទេក៏មិនចុចជាក៏បានដែរអាផ្សេងគឺវាខូចទេអាផ្សេងគឺ YouTube ខូចអញ្ចឹងនេះសេនតារា collection ហើយលេខបូកចំណាំបងប្អូនបាទជួយចុច subscribe ម្នាក់មួយបងប្អូនបាទជួយចុច subscribe ម្នាក់មួយផងបាទជួយចុច subscribe ម្នាក់មួយហើយដើម្បីមើលវីដេអូនៅក្នុងហ្នឹងបងប្អូនចេះតែពាក្យថាវីដេអូដោយសារទិដ្ឋាការថ្មីវាចុចទៅនៅកន្លែងនេះវាបង្ហាញទីទៅយើងចុចតែពាក្យវីដេអូអញ្ចឹងនៅក្នុងគឺឃើញច្រើនណាបងប្អូនឃើញបាទខ្ញុំសម្ភារនិយាយnóiសំណាងអីហ្នឹងឃើញទេអញ្ចឹងបងប្អូនចុចឡើងពាក្យជាវឬក៏ subscribe ហ្នឹងណាបាទជួយចុចម្នាក់មួយហើយ YouTube ទី3គឺសេងតារាបាទសេងតារា1908តាក់ទងនឹងប្រវត្តិអ្នកចម្រៀងទស្សវត្សទី80នេះចឹងបងប្អូនជួយចុច subscribe ម្នាក់មួយបាទជួយចុច subscribe ម្នាក់មួយបាទជួយចុច subscribe ម្នាក់មួយមកឬក៏ភាសាខ្មែរហៅថាជាវបាទបានជាវបងប្អូនឃើញទេបាទចុចហើយគឺវាលោតពាក្យថាបានជាវឬក៏ភាសាអង់គ្លេសគឺ subscribe ហើយនឹង YouTube ទី4បាទ YouTube ទី4ខ្ញុំបង្ហាញបាញ់មិញហ្នឹងបាទ YouTube ទី4គឺសេងតារា7 3 ដង General B បាទសេងតារា7 3 ដង General B ហើយយើងដាក់សក់ B ខាងកតុយទៀតបាទនេះសក់ B ស្រួលចំណាំនេះ profile ណា profile ទី2តែបើដំបូងឡើយវាលោតរូបនេះវិញបាទពេលយើងមិនទាន់ចុចចំពីលើវាគឺវាលោតរូបនេះតែពេលចុចចូលទៅបាទចុចចូលទៅវាលោតរូបនេះវិញបាទឃើញទេបងប្អូនបាទនេះហើយបងប្អូនកុំភ្លេចចុចជាវបាទនេះជាវកន្លែងនេះហើយណាវាលោតមកជាវអញ្ចឹងទៅយើងចុចមកគឺខ្ញុំសូមឲ្យបងប្អូនជួយចុចជាវម្នាក់មួយ4 YouTube នេះ4 channel ឬក៏4ប៉ុសតួវិញហៅថាប៉ុស4ប៉ុសហ្នឹងអញ្ចឹងឲ្យតែឃើញកន្លែងចុចជាវឬក៏ subscribe ហ្នឹងជួយចុច subscribe ម្នាក់មួយមកបាទYouTube 7 3 ដង General B នេះគឺតាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរបាទសម័យខ្មែរក្រហមសម័យលន់នល់សម័យសង្គមរាស្ត្រនិយមសម័យបារាំងហើយនឹងសម័យមុនបារាំងតើខ្មែរយើងឆ្លងកាត់ការឈឺចាប់យ៉ាងណាបាត់បង់ទឹកដីដោយប្រការណាខ្លះអញ្ចឹងបងប្អូនសូមជួយចុច subscribe ម្នាក់មួយណាបាទខ្ញុំសូមតែប៉ុណ្្នឹងទីបាទសូមតែប៉ុណ្្នឹងទីអញ្ចឹងខ្ញុំសូមបង្ហាញជាថ្មីថា YouTube ដែលខ្ញុំទើបបង្កើតថ្មីមាន4បាទមាន4ណាហើយសូមបងប្អូនជួយចូលទៅចុច subscribe ម្នាក់មួយទី1គឺសេងតារា6 3 ដងនិងលេខបូកកតុយសេងតារា6 3 ដងលេខបូកកតុយហើយចុច subscribe មួយមកបាទហើយទី2គឺសេងតារា collection បាទ collection ហើយដាក់លេខបូកកតុយផងដែរហើយបងប្អូនជួយចុច subscribe ម្នាក់មួយមកបាទហើយនឹងទី3គឺសេងតារា1908គឺតាក់ទងនឹងប្រវត្តិអ្នកចម្រៀងទស្សវត្សទី80ទី90បាទហើយបើឃើញហើយជួយចុច subscribe ឲ្យម្នាក់មួយណាហើយនឹងទី4គឺសេងតារា7 3 ដង General B General ហ្នឹងភាសាអង់គ្លេសហៅថាទូទៅខ្ញុំចង់បង្ហាញថាសេងតារា7 3 ដង General B ហ្នឹងគឺតាក់ទងនឹងចំណេះដឹងទូទៅប្រវត្តិសាស្ត្របាទអញ្ចឹងចំណាំ4ប៉ុសហ្នឹងឲ្យជួយចុច subscribe ម្នាក់មួយណាបងប្អូនបាទខ្ញុំសោកស្ដាយមែនទែនដោយសារតែ YouTube ទាំងប្រមាណពីមុនគឺត្រូវបានគេ report បំផ្លាញចោលអស់ទៅហើយបាទខ្ញុំសោកស្ដាយណាស់បាទបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងអស់បាទខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់នឹងជួយតាមការអំពាវនាវរបស់ខ្ញុំគឺគ្រាន់តែជួយចុច subscribe ម្នាក់មួយទៅបាទ YouTube ដែលខ្ញុំបង្ហាញនេះហើយសូមបញ្ជាក់ថាកន្លងទៅការងាររបស់ខ្ញុំនេះគឺអត់មានប្រាក់ខែទេហើយខ្ញុំរំពឹងតែការជួយរបស់បងប្អូនតែប៉ុណ្ណឹងឥឡូវ YouTube ក៏ខូចអញ្ចឹងការចំណាយបង់ថ្លៃផ្ទះការចំណាយបង់ថ្លៃសាលាបង់ថ្លៃធនាគារបង់អីផ្សេងនោះគឺលែងមានអីចំណាយទៀតហើយដោយសារ YouTube ទាំងអស់នេះបានខូចអស់កន្លងទៅគឺខ្ញុំពឹងលើ YouTube នេះច្រើនភាគរយដើម្បីយកមកចំណាយក្នុងការបង់ទឹកបង់ភ្លើង
ដោយខ្ញុំកំពុងអង្គុយថតនេះត្រូវការចំណាយភ្លើងអស់ច្រើនហើយខ្ញុំចុះទៅសម្ភាសសិល្បករសិល្បករនីផ្សេងដែលខ្ញុំបានបង្ហាញនោះគឺសុទ្ធតែជូនថវិកាគាត់បានមិនមែនចុះទៅសម្ភាសឲ្យមកវិញណាគឺសម្ភាសឲ្យខ្ញុំតែជូនគាត់ទៅតាមលទ្ធភាពរបស់ខ្ញុំមានប្រាក់ខែទីខ្ញុំមានលុយប្រមាណខ្ញុំជូនគាត់ប៉ុណ្ណឹងទៅដោយអ្នកខ្លះខ្ញុំជូន 50000 អ្នកខ្លះខ្ញុំជូន 80000 អ្នកខ្លះខ្ញុំជូន 100,000 ទៅតាមលទ្ធភាពរបស់ខ្ញុំគឺរាល់ការសម្ភាសរបស់ខ្ញុំតែជូនថវិកាគាត់មិនមែនទៅសម្ភាសឲ្យវិលត្រឡប់មកវិញដៃទៅទីអត់បានអ្វីសោះជូនគាត់ទីបានអញ្ចឹងហើយបានជាខ្ញុំឆ្ងល់ថាហេតុអីបានជាមានអ្នកតាមបំផ្លាញការងាររបស់ខ្ញុំនេះគឺដើម្បីឲ្យខ្ញុំឈប់រវីរវល់ឈប់ធ្វើការងារតែម្ដងប្រហែលជាពួកគេនឹងចង់ធ្វើការងារនឹងតែខ្លួនឯងចង់ឲ្យតែគេមើលអ្វីដែលខ្លួនធ្វើនឹងមិនចង់ឲ្យខ្ញុំមានមុខតាមបណ្ដាញ YouTube ជាបន្តទៀតតែខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនបោះបង់ការងារនេះចោលទេឥឡូវខ្ញុំសូមចិត្តបងប្អូនតែប៉ុណ្្នឹងទេសូមជួយចុច Subscribe YouTube នេះម្នាក់មួយឡើងវិញណាបាទហើយខ្ញុំសោកស្ដាយខ្លាំងមែនទេបាទស្ដាយណាស់ស្ដាយមែនទេណាការងាររបស់ខ្ញុំខំធ្វើជាច្រើនឆ្នាំត្រូវបានគេបំផ្លាញដូចនេះឥឡូវលុយបងថ្លៃផ្ទះបងថ្លៃសាលាក្មេងៗបងធនាគារលុយចាក់សាំងទៅធ្វើការក៏ស្ទើរតែគ្មានសោះដោយសារបាត់បង់ channel YouTube ទាំងអស់នេះដែលរាល់ខែបានថវិកាខ្លះពី YouTube ហ្នឹងមកបងថ្លៃភ្លើងនិងការចំណាយចុះតាមខេត្តដេកផ្ទះសំណាក់នឹងទុកសម្រាប់ជូនសិល្បករសិល្បករនីជើងចាស់រៀមច្បងដែលចាស់ចរិតហ្នឹងគឺឥឡូវគឺពិបាកមែនទែនបាទពិបាកខ្លាំងណាស់អញ្ចឹងខ្ញុំសូមតែបងប្អូនលោកពូនមីទាំងអស់ជួយតែប៉ុណ្ណឹងទេបាទជួយចុច Subscribe ម្នាក់មួយទាំងអស់គ្នាណាជួយឲ្យគ្រប់បាទជួយឲ្យគ្រប់ព្រោះថាក្នុងមួយ Channel YouTube គេត្រូវការឲ្យមានអ្នកចុច 1000 នាក់បាទបាន 1000 នាក់ទេគឺ YouTube ហ្នឹងអត់ដើរល្អទេហើយក៏មិនអាចឲ្យមានអ្នកទស្សនានឹងច្រើនដែរអញ្ចឹងមួយ YouTube មួយ Channel ឬក៏មួយប៉ុស្តិ៍ហ្នឹងទាមទារឲ្យមានអ្នកចុចចាប់ពី 1000 នាក់ឡើងទៅអញ្ចឹងបានជាខ្ញុំអំពាវនាវឲ្យបងប្អូនជួយចុចម្នាក់មួយណាបាទអរគុណណាស់សង្ឃឹមថាបងប្អូននឹងជួយទាំងអស់គ្នាគ្រាន់តែជួយចុច Subscribe តាមដែលខ្ញុំបានរៀបរាប់ជូននេះបាទសម្រាប់ពេលនេះខ្ញុំបាទសេងតារាសូមអរគុណនិងគោរពលាតែប៉ុណ្ណេះហើយសូមទស្សនានៅរាល់វីដេអូដែលខ្ញុំបានបង្ហាញជូនជាបន្តទាំងអស់គ្នាណាបាទអរគុណសូមជម្រាបលាបាទ